តោះសួស្តីគ្នាយើងឥឡូវយើងបន្តទៅវីដេអូទី2របស់យើងគឺងាយតាក់ទងមួយ limit ទេlimit ហើយនឹងបង្ហាញអន្តោតនៅក្នុងអនុគមរបស់យើងគឺវិញ្ញាសាទី1អនុគមរបស់យើងលំហាត់លេខ7បាទបន្តទៀតដោយសារតែយើងជំនួសចូលយើងយកអានមកជំនួសនេះចឹងកន្លែងនេះគឺចេញនេះគឺចេញបូកអានបាទចេញបូកអានយកដកអានមកជំនួសនេះនេះគឺ0ដកអានលើ0ដកអានលើ0អានេះគឺកន្លែងប៉ុណ្នេះអានេះគឺស្មើ0ចឹងដកអាននេះដកអានលើ0គឺចេញដកអានចឹងរៀងរបស់វាគឺរៀងអានដាក់មករៀងមិនកំណត់អានដកអានអញ្ចឹងយើងបន្តទៅមុខទៀតគឺយើងត្រូវតម្រូវវាបែកឯកដកអាននេះបែករបស់យើងគឺស្វ័យគុណ x ហើយគុណ x គុណនេះមកចឹង2ស្វ័យគុណ x ដល់ x ស្វ័យគុណ x ហើយបូកជាមួយនឹង x ចឹងមកហើយយើងពិនិត្យម្ដងទៀតគឺប្រព័ន្ធនេះគឺស្មើជាមួយនឹង0អានេះក៏មានរូបមន្តវាដែរ0ហើយអានេះយើងជំនួសដោយដកអានទៅវាចេញទេចេញតាវាស្មើជាមួយ0 0ដកអានលើឡើង0គឺស្មើជាមួយនឹងដកអានដែរហើយចាំថាអា0នេះគឺ0 0បូកអានគុំគឺធំ0គឺ0បូកទីឡើងបាទនេះស្មើយើងបាទស្មើយើងហើយដាក់ព្រោះតិចមកគឺព្រោះបើយើងដាក់ទៅគឺព្រោះ limit x កត្រដកអាននៃ x សេគុណ x ស្មើ0អូខេតាយើងមើល limit ទី2 limit ទី2របស់យើងគឺជា limit x កត្របូកបំណងនៃជួនដាក់អានមកគឺ2ដកជាមួយនឹង x បូកជាមួយនឹង x លើសេគុណ x ហើយយើងឃើញថាអាចទៅសេគុណ x គួរដាក់ព្រោះហើយ limit x កត្របបូកអាននៃ x លើសេគុណ x អាហ្នឹងគឺស្មើ0បាទគឺស្មើ0អញ្ចឹងយើងអាចនិយាយថា2ដាក់ដែរអានេះទៅជាដកកតាបូកអានកន្លែងហ្នឹងហើយបន្តមកអានេះគឺមានថា0អញ្ចឹងយើងជំនួសចូលទៅដកគុណបូកគឺចេញដកអាននេះជាចម្លើយរបស់យើងអូខេអញ្ចឹង limit យើងយកឃើញយើងយកវាទៅសិក្សាតារាងអធិភាពតោះយើងមកបង្ហាញអន្តរត្រេតរូបមន្តអន្តរត្រេតគឺយ៉ាងម៉េចនិយមន័យរបស់វាគឺចាប់ដើមចេញពី limit នៃ x កត្របូកអាននៃយក i ពី x ដកជាមួយនឹង y បាទយើងអាចសរសេរថា limit ដាក់ដែរ limit x កត្របូកអាននៃ i យើងគឺអានេះយើងដាក់ទៅគឺស្មើជាមួយនឹង2ដកជាមួយនឹង x បូកជាមួយនឹង x លើសេគុណ x ដកជាមួយនឹង2ដក x ហើយបាត់គ្នាវិញយើងស្រួលទេយើងស្រួល2ដក x ជាមួយនឹង2ដក x ចោលអញ្ចឹងយើងអាចសរសេរថាខ្វាច់បោកអញ្ចឹងនៅសល់ limit x កត្របូកអាននៃ x លើសេគុណ x ស្មើ0ព្រោះឯនេះ x លើសេគុណ x ស្មើ0អញ្ចឹងនៅពេលដែល limit ស្មើ0តាមយមន័យគឺទីបានអានេះជា asymptotic អញ្ចឹងដាក់ដូចនេះy ស្មើ2ដក x ជា asymptotic អូខេតែខាងណាខាងបូកអានចឹងនេះគឺជា asymptotic ហើយយើងនឹងបន្តទៅវីដេអូទី3និងទី4ទៀតដើម្បីបញ្ចប់អនុគមវិញ្ញាសាទី1របស់យើងអរគុណគ្នាយើង